ភាពងាយស្រួលយ៉ាងច្រើនហើយរយៈពេលនៃការផ្ដល់ជូនត្រឡប់ទៅវិញនៅប្រកាសប្រកាសឬក៏វិញ្ញាបនបត្រផ្សេងៗហ្នឹងគឺលឿននាងខ្ញុំឈ្មោះសេងម៉ូលីកាជាអគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងក៏ជាអនុប្រធានប្រចាំការនៃអង្គភាពអនុវត្តកម្មឌីជីថលរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ចាសម្រាប់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍យើងមានសេវាសាធារណៈច្រើនដែលផ្ដល់ដោយ6អង្គភាពយើងរាប់ហ្មងវាមានជាង500ចឹងបច្ចុប្បន្នយើងក៏បានដាក់ចូលប្រព័ន្ធ Digital បាន15សេវាហើយដែលសេវាយើងដាក់ចូលប្រព័ន្ធ Digital ហ្នឹងយើងមានប្រកាសបង្កើតសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មប្រកាសបង្កើតឧស្សាហកម្មយើងមានវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មហើយយើងក៏មានសម្រាប់4អគ្គនាយកដ្ឋាននិងអង្គភាពទៀតយើងមានខ្ញុំក៏ឧស្សាហកម្មហើយគឺយើងសម្ដៅទៅលើអគ្គនាយកដ្ឋានឧស្សាហកម្មហ្នឹងអញ្ចឹង2អញ្ចឹង3ទៀតមានអគ្គនាយកដ្ឋានវាតម្លៃទទួលស្គាល់យើងមានមួយសេវានៅក្នុងហើយយើងមានវិទ្យាស្ថានស្តង់ដារកម្ពុជាយើងក៏បានដាក់4សេវានៅនឹងដែរចាចំពោះវិទ្យាស្ថានស្តង់ដារកម្ពុជាយើងមាន4សេវាទៀតគឺអាជ្ញាប័ណ្ណចុះបញ្ជីផលិតផលប្រើសញ្ញាស្តង់ដារកម្ពុជាសុវត្ថិភាពសម្រាប់រថយន្តសម្រាប់ផលិតផលគ្រឿងបន្លាស់រថយន្តសម្រាប់តូចចក្រយាននិងត្រីចក្រយានយន្តនិងសម្រាប់ផលិតផលគ្រឿងបន្លាស់តូចចក្រយាននិងត្រីចក្រយានយន្តយើងក៏មានសម្រាប់អង្គភាពមួយទៀតគឺមជ្ឈមណ្ឌលមេត្រាសាស្ត្រជាតិតែយើងមានសេវាចំនួន2នៅហ្នឹងគឺចុះបញ្ជីមេត្រាសាស្ត្រចំពោះសេវាទាំង15ហ្នឹងខាងក្រសួងបានភ្ជាប់ទៅថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា KMDX ហ្នឹងរួចរាល់ហើយគ្រាន់តែថាយើងមានសេវាប្រកាសបង្កើតសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មហ្នឹងនៅលើថ្នាលគេហៅចុះបញ្ជីអាជីវកម្មOBR របស់ថ្នាក់ជាតិហ្មងយើងមានតែសម្រាប់សហគ្រាសធុនតូចមធ្យមនិងសិប្បកម្មប្រកាសបង្កើតទេហើយចំពោះសេវាផ្សេងទៀតយើងដាក់នៅក្នុង portal របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តែដែលប្រព័ន្ធផ្សេងហ្នឹងគឺក៏បានភ្ជាប់ជាមួយនឹង KMDX រួចរាល់ហើយបើមានការតម្រូវការក្នុងការចែករំលែកព័ត៌មានហ្នឹងគឺយើងអាចធ្វើការចែករំលែកបានតែម្ដងកាលមុននឹងយើងភ្ជាប់ហ្នឹងធុរកិច្ចជនគាត់ត្រូវមកស្នើសុំមកដល់ទីតាំងហើយត្រូវបំពេញឯកសារអញ្ចឹងទៅហើយដាក់ចូលមន្ត្រីយើងជួរក្រោយអញ្ចឹងយើងចាប់ផ្ដើមកាន់กระดาษនឹងជូនថ្នាក់ដឹកនាំហើយបើថ្នាក់ដឹកនាំជាប់បេសកកម្មអីផងយើងត្រូវចាំគាត់ឬក៏ជួនកាលទៀតថ្នាក់ដឹកនាំយល់ថាគាត់ផ្ទេរសិទ្ធឲ្យថ្នាក់ដឹកនាំបន្ទាប់តែទោះយ៉ាងណាគាត់ត្រូវមកវិញត្រូវមកមើលម្ដងទៀតអីចឹងវាចំណាយពេលហ្នឹងជាក់ស្ដែងយើងថាមិនមែនជាការលំបាកហើយជាការអនុវត្តជាប្រើกระดาษចឹងណាប៉ុន្តែពេលយើងភ្ជាប់ជាមួយថ្នាល KMDX ហ្នឹងឬក៏ឡើងជាប្រព័ន្ធ Digital ហ្នឹងហើយយើងមានការធ្វើឲ្យប្រសើរឡើងនៅលើដំណើរការឬរំហោការងារហ្នឹងគេថាពេលដែលធុរកិច្ចជនគាត់ដាក់ពាក្យហ្នឹងគាត់មិនបាច់មកដល់ក្រសួងទេគាត់អាចស្នើពីទីតាំងណាក៏បានហើយពេលមកដល់មន្ត្រីបច្ចេកទេសគាត់មើលពិនិត្យមើលបើសិនជាមានការខ្វះខាតអីគាត់ផ្ដល់មតិឲ្យផ្ញើទៅធុរកិច្ចជនវិញឬក៏អត់មានបញ្ហាទេគាត់ផ្ញើថ្នាក់ដឹកនាំចឹងថ្នាក់ដឹកនាំគាត់ជួនកាលទោះបីបេសកកម្មមកថាក្នុងប្រទេសអញ្ចឹងគាត់ខាងมันមានភាពចាំបាច់ទៅត្រូវផ្ទេរសិទ្ធអីច្រើនគាត់អាចពិនិត្យមើលនៅតាមទូរស័ព្ទឬក៏ tablet ឬក៏ computer នៅទីតាំងណាក៏បានយើងបានកាត់ចំនួនថ្ងៃក្នុងការមុនចូលប្រព័ន្ធសម្រាប់
សហគ្រាសធុនតូចមធ្យមនិងសិប្បកម្មហ្នឹងតាមប្រកាសអន្តរក្រសួងយើង7ថ្ងៃប៉ុន្តែពេលដែលយើងចូលប្រព័ន្ធយើងដាក់តែ3ថ្ងៃទេអញ្ចឹង3ថ្ងៃភាគច្រើនគឺចេញជាប្រកាសបង្កើតជូនធុរជនបានបច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសកំពុងតែស្វែងរកការសហការជាបន្តបន្ទាប់ដើម្បីរុញធ្វើម៉េចឲ្យសេវាសាធារណៈហ្នឹងឡើងទៅជាប្រព័ន្ធ digital ហ្នឹងកាន់តែច្រើនឡើងខ្ញុំចង់រំលេចពីបទពិសោធន៍ទេថាក្រុមការងារសម្រាប់ពលរដ្ឋកណ្ដាលហ្នឹងគាត់ស្វែងគាត់ឆ្លើយតបលឿនអញ្ចឹងអត់មានការបារម្ភអីទេសំខាន់មានក្រុមបច្ចេកទេសនៅធ្វើការជាប់ជាមួយគាត់អញ្ចឹងទៅអញ្ចឹងនឹងមានដំណើរការរលូនហើយនិយាយពីតម្រូវការបន្ថែមរបស់ក្រុមបច្ចេកទេសចង់បញ្ជាក់ជូនថាក្រុមការងារបច្ចេកទេសហ្នឹងពេលដែលយើងទៅជួបជាមួយនឹងក្រុមការងារបច្ចេកទេសខាងផ្ដល់សេវាហ្នឹងនិយាយទៅពីក្រុមហ្នឹងគឺត្រូវសហការគ្នាថាខាងអ្នកបច្ចេកទេសផ្ដល់សេវាហ្នឹងត្រូវផ្ដល់ព័ត៌មានលម្អិតខ្លាំងហ្មងប្រាប់ពីរំហោនៃការងារប្រាប់ពីទម្រង់ប្រាប់បញ្យល់ពីបច្ចេកទេសអញ្ចឹងឯងបានក្រុមការងារបច្ចេកទេសខាងបរិបទកម្ម digital ហ្នឹងអាចមានលទ្ធភាពយើងថា transform ហ្នឹងថាបដូរទៅជាប្រព័ន្ធ digital ជូនបានឲ្យត្រឹមត្រូវចំពោះពាក្យផ្ដាំផ្ញើទៅកាន់ក្រសួងផ្សេងដែលគាត់អត់ទាន់បានដាក់ចូលប្រព័ន្ធ digital ខ្ញុំសូមចែករំលែកថាពីដំបូងហ្នឹងក្រុមការងារក៏បារម្ភដែរយើងហៅពាក្យបច្ចេកទេសដែលយើងបារម្ភគឺ change management ពីព្រោះអីការដែលយើងផ្លាស់ប្ដូរពីការផ្ដល់សេវាជាដៃទៅកាន់ប្រព័ន្ធហ្នឹងគឺត្រូវយើងគិតថាមន្ត្រីគាត់ពិបាកផ្លាស់ប្ដូរដំបូងថាត្រូវធ្វើគាត់ស៊ាំហើយឲ្យគាត់ទៅរៀនប្រើប្រព័ន្ធរៀនអីចឹងណាអញ្ចឹងដំបូងរៀនពិបាកបន្តិចប៉ុន្តែក្រុមការងារបច្ចេកទេសហ្នឹងយើងត្រូវតែមានក្រុមការងារបច្ចេកទេសសម្រាប់ផ្ដល់នៅការគ្រប់គ្រងរបស់គាត់ព្រោះអីពេលដាក់ឡើងប្រព័ន្ធភ្លាមហ្នឹងគាត់បញ្ហាត្រូវការឲ្យយើងគ្រប់គ្រងហ្នឹងយើងចាំគ្រប់គ្រងចឹងបបពិសោធន៍ចំពោះក្រុមការងារបច្ចេកទេសខាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវិទ្យាហ្នឹងយើងដាក់ជាការបដិញ្ញាណាថាដាក់ប្រព័ន្ធហើយ3ខែបន្ទាប់ហ្នឹងយើងកុំរំពឹងថាធ្វើការងារអីថ្មីអញ្ចឹងយើងនៅចាំគ្រប់គ្រងមន្ត្រីបច្ចេកទេសដែលបានផ្ដល់សេវាកំពុងតែផ្ដល់សេវាសាធារណៈហ្នឹងអញ្ចឹងឆ្នៃចំណុចមួយទៀតថ្នាក់ដឹកនាំកម្ពុជាហ្មងគាត់មានការបដិញ្ញាថាត្រូវតែរុញទៅសេវាសាធារណៈតាមប្រព័ន្ធ digital អញ្ចឹងទៅការផ្ដល់នៅសាររបស់គាត់ជូនមន្ត្រីថ្នាក់ក្រោមរបស់គាត់ហ្នឹងក៏ជាកម្លាំងលើកទឹកចិត្តថាត្រូវទៅហើយអញ្ចឹងទាំងអស់គ្នាទាំងមន្ត្រីទាំងអ្នកគ្រប់គ្រងទាំងថ្នាក់ដឹកនាំថាត្រូវទៅហើយជាងការបារម្ភដែលពួកខ្ញុំមានកន្លងមកហ្នឹងគឺអត់មានអីពិបាកទេថាទៅគឺគ្រប់គ្រងទៅហើយក៏ដំណើរការអត់មានបញ្ហាអីធំដុំទេអញ្ចឹងខ្ញុំគិតថាมันគួរបារម្ភច្រើនពេកទេសំខាន់ថាក្រុមការងារស្រស់គ្នាថាទៅគឺអាចយើងអាចប្រើតាមប្រព័ន្ធ digital បានហេតុថាប្រយោជន៍គឺធុរជនគាត់អាចចូលប្រើប្រាស់ប្រព័ន្ធហ្នឹងដោយប្រើតែ app Cambodia Key គាត់ចូលមកគាត់ scan login ចូលមកអញ្ចឹងមិនចាំបាច់ទៅបង្កើតគណនីអីផ្សេងច្រើនទៅគាត់ភ្លេចគាត់ពិបាកនឹង login អញ្ចឹងលើកទឹកចិត្តថាឲ្យភ្ជាប់ Cambodia X ទាំងអស់អញ្ចឹងហើយបើសេវាសាធារណៈណាដែលវាមានជាប់ពាក់ព័ន្ធជាមួយនឹងអន្តរក្រសួងជាឧទាហរណ៍ដូចសេវាប្រកាសបង្កើតសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មអញ្ចឹងយើងត្រូវការថាសហគ្រាសហ្នឹងត្រូវសុំចុះបញ្ជីពាណិជ្ជកម្មមួយក្រសួងពាណិជ្ជកម្មសិនត្រូវចុះបញ្ជីជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារឬក៏ក្រសួងការងារហើយបានមកប្រកាសបង្កើតឧស្សាហកម្មឬក៏ប្រកាសបង្កើតរោងចក្រធុនតូចមធ្យមនិងសិប្បកម្មចឹងយើងឃើញថាសេវាទាំងអស់ហ្នឹងគឺជាប់ពាក់ព័ន្ធគ្នាជាមួយនឹងអន្តរក្រសួងអញ្ចឹង
យើងអាចភ្ជាប់ជាមួយនឹងប្រព័ន្ធផ្ដល់សេវាសាធារណៈតាមអេឡិចត្រូនិកជូនធុរជននឹងបើនិយាយទៅជារួមភ្ជាប់ជាមួយនឹង KMDX ទាំងអស់តែម្ដងចំណុចសំខាន់មួយទៀតនោះគឺការគ្រប់គ្រងទិន្នន័យគឺយើងបានទិន្នន័យពីថ្នាលនឹងមកទិន្នន័យនឹងទាំងអស់អញ្ចឹងក្រុមការងារបដិវត្តកម្ម Digital ហ្នឹងអាចមានលទ្ធភាពទីយកទិន្នន័យទាំងអស់យើងផ្ដល់ជាស្ថិតិសង្ខេបជូនថ្នាក់ដឹកនាំដែលគាត់អាចពិនិត្យមើលថាជាក់ស្ដែងគ្រប់ពេលវេលាដែលគាត់ចង់ឃើញហ្នឹងហើយគាត់អាចសង្ខេបថាប្រចាំខែប្រចាំត្រីមាសប្រចាំឆមាសចឹងការគ្រប់គ្រងទិន្នន័យនេះគឺកាន់តែជាក់ច្បាស់ជូនថ្នាក់ដឹកនាំចំពោះធុរជនដែលមានបំណងស្នើសុំសេវាសាធារណៈចាបើសិនជាសេវាសាធារណៈនឹងមានអនឡាញហើយសូមប្រើប្រាស់ប្រព័ន្ធអនឡាញស្នើសុំឲ្យបានកាន់តែច្រើនអញ្ចឹងព្រោះអីងាយស្រួលសម្រាប់ធុរជនផងហើយក៏ងាយស្រួលសម្រាប់មន្ត្រីខាងបច្ចេកទេសនិងថ្នាក់ដឹកនាំវាផ្ដល់ភាពងាយស្រួលយ៉ាងច្រើនហើយរយៈពេលនៃការផ្ដល់ជូនត្រឡប់ទៅវិញនៅប្រកាសបកាឬក៏វិញ្ញាបនបត្រផ្សេងៗហ្នឹងគឺលឿនអញ្ចឹងខ្ញុំគិតថាជាចំណុចល្អនិងគុណប្រយោជន៍ច្រើនដែលស្នើតាមប្រព័ន្ធ Digital